នេះជាអាហារពេលព្រឹកសម្រាប់តែម្នាក់ឯងមែនទេខ្ញុំជាជ្រូកឬយ៉ាងណាអាហារប៉ុណ្ណេះញ៉ាំបានដល់ទៅ10នាក់ឯណោះលោកស្រីសូមអញ្ជើញអង្គុយលើកក្រោយមិនបាច់រៀបចំច្រើនពេកទេធ្វើតែពី3មុខបានអ្នកញ៉ាំអាហារពេលព្រឹកហើយឬនៅមិនពេលមើលថាអ្នកប្រពន្ធខ្ញុំញ៉ាំរួចហើយចាស់ចុះអ្នកផ្សេងទៀតនៅមិនទាន់ញ៉ាំទេចាស់ស៊ូមៀវឲ្យស៊ូមៀវថាដើម្បីបានជាឯងខ្លាចជាមនុស្សអាក្រក់បែបនេះនៅមួយក៏មានខ្មោចចូលមិនថាជាវិសាចឬខ្មោចព្រាអ្វីសូនចេញពីខ្លួនខ្ញុំទៅឲ្យលឿនថាទាំងឲ្យពួកយើងកាត់បន្ថយការធ្វើអាហារពេលព្រឹកនេះកុំខ្ជិលខ្ជាយអាហារអីគាត់កំពុងធ្វើស្អីទៀតហើយពីយកក្រុមហ៊ុនស៊ីគូមានរឿងទៀតអ្នកស្រីញ៉ាំបាយរួចក៏ឡើងទៅជាន់ទី3ដើម្បីលេងជាមួយក្មេងកំតូចគាត់ថាដូចជាដឹងថាខ្ញុំបារម្ភទូចក៏សប្បាយចិត្តដែរពួកគេលេងជាមួយគ្នាបានមួយសន្ទុះពេលគុំឈើធ្លាក់ពួកគេក៏នាំគ្នាសើចយូរហើយដែលខ្ញុំមិនបានឃើញព្រមទុនសើចសប្បាយបែបនេះរីករាយបែបនេះហាការនោះគាត់ពោពេញដោយភាពរស់រវើកបាត់ទៅហើយអូបាទញ៉ាំមិនបានទេកូនតូចកាយជាមនុស្សញ៉ាំមិនបានទេណាអញ្ចឹងយើងបន្តលេងគុំឈើទៀតទៅលើកនេះម៉ាក់ជួយកូនតូចកាយសង់ប្រាសាទដ៏ធំស្អាតមួយកូនតូចកាយមួយគេងហើយមែនទេហើយម៉ាក់បីទៅគេងណាមិនមួយទេកូនមិនមួយទេម៉ាក់ទៅញ៉ាំបាយជាមួយកូនហើយម៉ាក់ទៅគេងជាមួយកូនទៀតចុះទេមានតែបងទេដែលល្អជាមួយអូនបំផុតលោកស្រីជើត្រូវការសំណាងហើយដែលមិនប៉ះពាល់ដល់ឆ្អឹងគ្រាន់តែជាការរលាកសាច់ដុំទេខ្ញុំនឹងចេញវិជ្ជាបញ្ជីថ្នាំលាបឲ្យពី3ថ្ងៃទៀតនឹងជាសះស្បើយ